បាទសូមគោរពជាសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាជាទីគោរពរាប់អាននៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនមកទស្សនាប្រាសាទ8ជ្រុងមួយកន្លែងដែលស្ថិតនៅក្នុងបរិវេណនៃក្រុងប្រាសាទសម្បូរនៅក្នុងបរិវេណនៃប្រាសាទសម្បូរនេះនៅពេលដែលបងប្អូនបានចូលមកទស្សនានៅផ្នែកខាងត្បូងឈៀងខាងលិចបងប្អូននឹងឃើញមានប្រាសាទមួយដែលមានសភាពខុសប្លែកពីប្រាសាទដទៃទៀតនៅក្នុងក្រុមនៃប្រាសាទសម្បូរនេះដោយប្រាសាទដទៃទៀតមានរាង4ជ្រុងតែនៅក្នុងប្រាសាទនេះគឺមានរាង8ជ្រុងដោយបងប្អូនបានដឹងស្រាប់ហើយខ្ញុំក៏បានបង្ហាញបងប្អូនទាក់ទងទៅនឹងអត្ថន័យនៃប្រាសាទ8ជ្រុងដែលពពាកបរោះខ្មែរយើងគឺអតីតព្រះរាជាព្រះបាទឥសានវរ្ម័នទី1ដែលព្រះអង្គបានកសាងឡើងនៅក្នុងការកសាងប្រាសាទ8ជ្រុងបើយើងយោងទៅលើកិត្តិតាងដែលមានបន្សល់ទុកមានជាជើងតម្រូមានជាក្បូរក្បាច់រចនាផ្សេងរួមជាមួយទៅនឹងទិដ្ឋភាពធៀបជាមួយនឹងទិដ្ឋភាពបច្ចុប្បន្នយើងអាចសង្កេតបានថាប្រាសាទ8ជ្រុងគឺជាទឹកដៃដ៏ល្អឯកមួយជាស្ថាបត្យកម្មដ៏ល្អឯកមួយនៅក្នុងសំណង់ស្ថាបត្យកម្មខ្មែរតាំងពីសម័យអតីតរហូតដល់បច្ចុប្បន្នគឺមិនមានប្រាសាទណាដែលឬក៏សម័យណាដែលមានការកសាងប្រាសាទ8ជ្រុងទេគឺមានតែនៅក្នុងតំបន់ឦសានបុរៈឬក៏ហៅថាសម្បូរព្រៃគុកមួយនឹងឯងដែលមានកសាងប្រាសាទ8ជ្រុងហើយប្រាសាទ8ជ្រុងហ្នឹងក៏ជាទូពំប្រាសាទដែលនាំឲ្យមានការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរUNESCO អង្គការ UNESCO បានគិតពិចារណាដាក់បញ្ចូលប្រាសាទនៅក្នុងតំបន់ប្រាសាទសម្បូរព្រៃគុកជាបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី8ខែកក្កដាឆ្នាំ2017កន្លងទៅថ្មីៗហ្នឹងអញ្ចឹងតើប្រាសាទ8ជ្រុងជាថ្មីម្ដងទៀតតំណាងឲ្យអ្វីខ្លះហើយអត្ថន័យក្នុងប្រាសាទទូប្រាសាទនឹងទាំងមូលមានរូបចម្លាក់បូកបែករចនាលម្អយ៉ាងណាអញ្ចឹងបងប្អូនទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាបាទតោះសូមអញ្ជើញវប្បធម៌រលត់ជាតិរលាវប្បធម៌ពុនរាយជាតិកាំងការបងប្អូនប្រិយមិត្តទាំងអស់គ្នាជាទីគោរពរាប់អានប្រាសាទ8ជ្រុងឬក៏ប្រាសាទអដ្ឋកោណគឺជាប្រាង្គមួយដែលមានលក្ខណៈខុសប្លែកពីគេនៅក្នុងតំបន់ក្រុមប្រាសាទសម្បូរមួយនេះប្រាសាទនេះគឺមានទីតាំងស្ថិតនៅជ្រុងនិរដីនៃប្រាសាទ N1 ឬក៏ប្រាសាទសម្បូរឬក៏យើងអាចហៅថាប្រាសាទគឹមពេរេស្វារៈនោះប្រាសាទនេះគឺមានមុខ8ជ្រុងបែរទៅរកទិសទាំង8មានកើតលិចជើងត្បូងឥសាននិរដីអាគ្នេយ៍និងពាយ័ព្យទាក់ទងទៅនឹងអត្ថន័យនៃប្រាសាទ8ជ្រុងគឺពុំមានឯកសារឬក៏អំណះអំណាងណាមួយឲ្យដែលបានចែងច្បាស់អំពីអត្ថន័យឬក៏ឈ្មោះប្រាសាទនឹងទេដោយសារតែនៅក្នុងតំបន់ប្រាសាទសម្បូរនេះគឺមានប្រាសាទច្រើនដូច្នេះអ្នកសិក្សាស្រាវជ្រាវតែងតែកំណត់ចំណាំដាក់អក្សរជំនួសនៅឈ្មោះដោយសារតែទី1គឺពិបាកនឹងរកថាតើប្រាសាទទាំងអស់នោះមានឈ្មោះយ៉ាងដូចម្ដេចនៅពេលសម័យអតីតកាលនោះដូច្នេះប្រាសាទខ្លះគឺត្រូវបានហៅឈ្មោះតាមពាក្យរបស់មនុស្សហៅពីចំនួន1ទៅចំនួន1ដូចជាហៅថាប្រាសាទសម្បូរប្រាសាទយាយពឿនប្រាសាទត្រពាំងរពាក់ប្រាសាទគាត់ទ្រូងអីចឹងទៅតែចំពោះប្រាសាទខ្លះទៀតគឺអត់មានឈ្មោះទេដូច្នេះហើយបានជាអ្នកសិក្សាស្រាវជ្រាវគាត់បានដាក់អក្សរតំណាងដូចជានៅក្នុងក្រុមប្រាសាទសម្បូរនេះគឺតំណាងដោយអក្សរ N ណា N1 N2 N3 អីចឹងទៅដូច្នេះប្រាសាទចំណែកប្រាសាទ8ជ្រុងនេះវិញក្រៅពី N ហ្នឹងគឺគេហៅថាប្រាសាទ8ជ្រុងឬក៏អ្នកខ្លះហៅថាប្រាសាទកលគិនឬក៏ប្រាសាទពាជីមុខដោយសារតែនៅក្នុងប្រាង្គប្រាសាទ8ជ្រុងនេះតាមការសិក្សាស្រាវជ្រាវគេបានរកឃើញនៅអទិទេពមួយព្រះអង្គដែលជាអវតាររបស់ព្រះវិស្ណុដោយបងប្អូនបានឃើញនៅក្នុងទូប្រាសាទនេះអញ្ចឹងគឺនៅចំកណ្ដាលមានតម្កល់
នៅជើងទម្រមួយធំរាងមូលប៉ុន្តែជាអកុសលជើងទម្រនេះត្រូវបានបាក់បែកខូចខាតដោយសារតែកត្តាអាយុកាលព្រមជាមួយនឹងកត្តាសង្គ្រាមធ្វើឲ្យជើងទម្រហ្នឹងគឺបានបាក់បែកខូចខាតប៉ុន្តែអាជ្ញាធរបានយកនៅបំណែកដែលបានសេះសល់ទាំងបានមកនោះមកសិក្សាហើយនឹងបន្ថែមនៅថ្មថ្មីដើម្បីដាក់ជំនួសនៅថ្មដែលបានបាត់នោះហើយក៏បានយកទម្រនេះមកតម្កល់នៅទីនេះចំពោះជើងទម្រមួយនេះតាមការសិក្សាស្រាវជ្រាវលោកកំណត់ថានេះគឺជាជើងទម្ររបស់អាទិទេពឈ្មោះកលគិនដែលជាអាទិទេពឬក៏ជាអវតាររបស់ព្រះវិស្ណុចំពោះកលគិនដែលត្រូវបានរកឃើញនៅក្នុងទូប្រាសាទនេះដូច្នេះហើយបានជាអ្នកស្រុកពីចំនួនណាក៏យើងមិនដឹងដែរដែលគាត់បានឃើញនៅរូបសំណាកនោះហើយក៏ឮតគ្នាពីចំនួនមួយទៅចំនួនមួយហៅប្រាសាទនេះថាជាប្រាសាទកលគិនឬក៏អ្នកខ្លះទៀតហៅថាប្រាសាទពាជីមុខសំដៅទៅលើរូបមនុស្សខ្លួនជាមនុស្សតែមានក្បាលជាសត្វសេះចំពោះរូបកលគិននោះទៀតសោតអាជ្ញាធរក្រោយបានរកឃើញដោយអាជ្ញាធរបារាំងបច្ចុប្បន្នរូបសំណាកនោះគឺត្រូវបានយកទៅតម្កល់ទុកនៅក្នុងសារមន្ទីរវប្បធម៌អាស៊ីអាគ្នេយ៍គីមេប្រទេសបារាំងទាក់ទងទៅនឹងជំនឿព្រហ្មញ្ញសាសនាបងប្អូនដូចដឹងស្រាប់ហើយថានៅក្នុងព្រហ្មញ្ញសាសនាមានអតិទេពចំនួន3ព្រះអង្គដែលជាអតិទេពធំចម្បងមានព្រះឥសូរព្រះវិស្ណុនិងព្រះព្រហ្មប៉ុន្តែនៅក្នុងបរិបទប្រទេសកម្ពុជាយើងនៅក្នុងសម័យអតីតកាលគឺភាគច្រើនគឺលោកគោរពខ្លាំងទៅលើលទ្ធិព្រះឥសូរនិងលទ្ធិព្រះវិស្ណុឬក៏ព្រះនរាយណ៍ដោយបងប្អូនដឹងស្រាប់ហើយថាព្រះនរាយណ៍គឺជាព្រះនាមរបស់ព្រះវិស្ណុនឹងឯងដែលព្រះអង្គមានព្រះហស្ថឬក៏ដៃចំនួន8ប្រាសាទ8ជ្រុងអាចតែជាតំណាងរបស់ដៃទាំង8របស់ព្រះអង្គក៏យើងអាចថាបានម្យ៉ាងវិញទៀតយោងទៅលើប្រាសាទនេះគឺត្រូវបានឧទ្ទិសដល់ព្រះវិស្ណុហើយក៏មានតម្កល់ទុកនៅអតិទេពព្រះនាមកលគិនដែលត្រូវបានតម្កល់ថ្មីនៅក្នុងសតវត្សទី10មែនទែនទៅប្រាសាទនេះគឺត្រូវបានកសាងនៅក្នុងសតវត្សទី7ប៉ុន្តែក្នុងរាជ្យរបស់ព្រះបាទរាជាន្ទ្រវរ្ម័នទី2លោកបានមកធ្វើការជួសជុលអាចថាដោយសារតែនៅពេលនោះមានការបាក់បែកខូចខាតនៅរូបសំណាកមួយចំនួនដូច្នេះហើយបានជាព្រះអង្គបានយកនៅរូបអាទិទេពដែលត្រូវបានធ្វើក្នុងចំនួនក្រោយគឺក្នុងសតវត្សទី10យកមកតម្កល់នៅទីនេះដោយផ្អែកទៅលើសំណាកចាស់គឺជារូបកលគិននោះឯងក៏អាចថាបានដែរដូច្នេះនៅចំពោះប្រាសាទនេះដោយបងប្អូនបានឃើញនៅលើជញ្ជាំងគឺយើងឃើញនៅរូបប្រាសាទអណ្ដែតมันខុសគ្នាអំពីទូប្រាសាទដទៃទៀតនៅក្នុងតំបន់ប្រាសាទសម្បូរព្រៃគុកទេគឺបងប្អូនតែងតែបានទស្សនាឃើញនៅចម្លាក់ប្រាសាទអណ្ដែតដែលប្រាសាទអណ្ដែតនោះគឺមានទ្រដោយពពួកសត្វទេពដែលជាប្រភេទសត្វគ្រុឌនិងសត្វសេះពេលខ្លះក៏យើងអាចថាមើលឃើញទៅដូចជារូបមនុស្សដែលមានស្លាបកំពុងតែហោះទ្រនៅប្រាសាទឲ្យអណ្ដែតនៅលើអាកាសវេហាអញ្ចឹងប៉ុន្តែយើងយោងទៅលើលទ្ធិសាសនាព្រហ្មញ្ញដែលជឿទៅលើព្រះវិស្ណុយើងដឹងស្រាប់ហើយថាព្រះវិស្ណុគឺជាអាទិទេពមួយព្រះអង្គដ៏ចម្បងនៅក្នុងព្រហ្មញ្ញសាសនាដែលមានយានជំនិះជាសត្វគ្រុឌរីឯក្រៅពីយើងឃើញនៅរូប
សត្វគ្រុឌដែលមានស្លាបកំពុងតែហោះយើងក៏អាចឃើញនៅរូបសត្វសេះផងដែរដែលកំពុងតែប្រឹងប្រែងបញ្ចេញនៅថាមពលហោះទ្រប្រាសាទឲ្យអណ្ដែតនៅលើអាកាសវេហាយើងអាចយល់បានថាសត្វសេះគឺជារូបកលកិនដែលជាអវតាររបស់ព្រះវិស្ណុនោះឯងដែលដូច្នេះហើយបានជាលោកចាស់ទុំព្រឹទ្ធាចារ្យរបស់ខ្មែរយើងគាត់បានឆ្លាក់នៅរូបក្រៅពីសត្វគ្រុឌគឺរូបសត្វសេះដែលមានស្លាបកំពុងតែហោះហើរទ្រនៅប្រាសាទឲ្យមានការអណ្ដែតត្រសែតនៅលើអាកាសវេហាដូចនោះឯងសូមបញ្ជាក់សារជាថ្មីថាប្រាសាទ8ជ្រុងឬក៏ប្រាង្គកុលកិននេះត្រូវបានកសាងឡើងនៅក្នុងរាជនៃព្រះបាទឦសានវរ្ម័នទី1ចន្លោះឆ្នាំ616ដល់637នៃគ្រិស្តសករាជដែលជាសម័យដ៏រុងរឿងបំផុតនៅក្នុងសម័យចេនឡាហើយប្រាសាទនេះគឺស្ថិតនៅក្នុងរចនាបថសម្បូរព្រៃគុកដោយបងប្អូនបានទស្សនាឃើញក្នុងវីដេអូនេះអញ្ចឹងបើទោះបីថាប្រាសាទនេះរហូតមកដល់បច្ចុប្បន្នគឺមានអាយុកាលជាង1300ឆ្នាំហើយក៏ដោយហើយរូបចម្លាក់មួយចំនួនត្រូវបានរបេះខូចខាតបាត់បង់ស្លាកស្នាមក៏ប៉ុន្តែរូបចម្លាក់មួយចំនួនទៀតក៏នៅតែឈរបង្ហាញនៅរូបសម្រស់ដ៏រស់រវើកដល់កូនចៅចំនួនក្រោយបានគយគន់ទស្សនានិងសិក្សាស្វែងយល់បងប្អូនប្រិយមិត្តទាំងអស់គ្នាបងប្អូនបន្ទាប់ពីខ្ញុំបានអត្ថាធិប្បាយហើយបងប្អូនក៏បានទស្សនាក៏អាចថាបានយល់ដឹងចំណុចខ្លះៗនៃទូពំប្រាសាទ8ជ្រុងដែលស្ថិតនៅក្នុង
បរិវេណនៃក្រុមប្រាសាទសម្បូរមួយនេះតើបងប្អូនមានចំណាប់អារម្មណ៍និងមតិយោបល់យ៉ាងណាដែរចំពោះប្រាង្គប្រាសាទមួយនេះខ្ញុំសូមអកាន់តែអធិស្ឋានចំពោះបងប្អូនអ្នកទស្សនាផងដែរក្នុងការធ្វើការអធិប្បាយទៅមានការលើសលួសខ្វះខាតឬក៏ពុំត្រូវតាមចំណុចឬក៏ទៅតាមព័ត៌មានដើមប្រភពដើមដោយសារតែនេះគឺនិយាយទៅតាមការយល់ឃើញខ្លះហើយបូករួមទៅនឹងការសិក្សាស្រាវជ្រាវធ្វើការប្រៀបធៀបដូច្នេះហើយមានការលើសលួសខ្វះខាតtrongណាសូមមេត្តាខន្តីអធិស្ឋានដល់ខ្ញុំប្រកាសណាខ្ញុំបាទផងហើយជាចុងក្រោយអរគុណបងប្អូនដែលបានចូលមកទស្សនាវីដេអូនេះពីដើមដល់ចប់ជូនពរបងប្អូនដែលបានចូលមកទស្សនាជួបតែសេចក្តីសុខចម្រើនហើយរកស៊ីទទួលទានមានបានធ្វើដំណើរដល់ហើយចិត្តឆ្ងាយសូមមានសុវត្ថិភាពទាំងទៅទាំងមកអរគុណច្រើនជួបគ្នាក្នុងវីដេអូក្រោយអរគុណជម្រាបលា